បាទសួស្តីគ្នាយើងអរគ្នានេះជាភាគទី2នៅក្នុង Channel Symmetry Teacher KH ហើយនិង TikTok របស់លោកគ្រូផងដែរណាអញ្ចឹងក្នុងថ្ងៃនេះលោកគ្រូនឹងតពីមេរៀនថ្ងៃមុនដែលយើងសិក្សាអំពីរុក្ខធាតុណាតើរុក្ខធាតុជាអ្វីហើយភាពរុក្ខរបស់រុក្ខធាតុមានអ្វីខ្លះណាបាទដែលការពិភាក្សាមួយហ្នឹងយើងបានរៀនហើយអញ្ចឹងលោកគ្រូសូមឡើងបន្តិចអញ្ចឹងភាពរុក្ខគឺជាភាវៈទាំងឡាយណាដែលមានម៉ាស់និងមានតាំងនៅក្នុងលំហណាបាទចំណែកភាពរុក្ខរបស់រុក្ខធាតុគឺមាន3រឹងរាវនិងឧស្ម័នណាអញ្ចឹងដូចជាអត់មានអីបានទេអញ្ចឹងថ្ងៃនេះយើងតទៅកាន់ចំណុចមួយទៀតលោកគ្រូបានបង្ហាញជាសំណួរគ្នាយើងអាចមើលបានតើរុក្ខធាតុមាននៅណាខ្លះហើយអ្វីដែលយើងចាត់ទុកជារុក្ខធាតុណាអញ្ចឹងរុក្ខធាតុមានគ្រប់ទីកន្លែងណាទាំងយើងមើលឃើញនិងអ្វីដែលយើងមើលមិនឃើញណាបាទដូចជាបាក់តេរីមេរោគនិងខ្យល់នេះគឺយើងមើលអត់ឃើញទេតែយើងអាចបាទចាត់ទុកវាជារុក្ខធាតុបានដោយសារតែពួកវាមានម៉ាស់ហើយនឹងមានតោះណាបាទហ្នឹងហើយអ្វីដែលយើងមិនចាត់ទុកវាជារុក្ខធាតុមានន័យខ្លះគឺកម្ដៅណាពន្លឺសំឡេងណាគំនិតណាចម្រៀងអញ្ចឹងទាំងអស់នេះហើយមិនមែនជារុក្ខធាតុទេបានទេបាទអញ្ចឹងយើងមានសំណួរមួយណាលោកគ្រូមានសំណួរមួយសួរគ្នាយើងណាបាទសំណួរសួរថាតើហេតុអ្វីបានជាគេចាត់ទុកពួកវាមិនមែនជារុក្ខធាតុណាចឹងហើយអ្វីមកជាគេចាត់ទុកកម្ដៅណាពន្លឺសំឡេងកំណត់ចម្រៀងហ្នឹងមិនមែនជារុក្ខធាតុចឹងពួកណាគិតមើលបាទអញ្ចឹងបានជាគេចាត់ទុកវាមិនមែនជារុក្ខធាតុព្រោះពួកវាមិនមានម៉ាស់និងមានតាំងក្នុងលំហទេណាកម្ដៅយើងអាចវ៉ាំម៉ាស់ឬក៏មានណាពន្លឺដូចគ្នាតើណាបាទអញ្ចឹងយើងចូលទៅកាន់ slide បន្ទាប់តើទឹកមានភាវៈរុក្ខអ្វីខ្លះនៅក្នុងធម្មជាតិតោះគិតមើលគ្នាយើងតើទឹកមានភាវៈរុក្ខអ្វីខ្លះនៅក្នុងធម្មជាតិផងយើងណាយើងឃើញដែរទឹកសុទ្ធណាយើងផឹកទឹកសុទ្ធណាយើងដឹងថាតើនៅក្នុងធម្មជាតិយើងមានភាវៈរុក្ខអីខ្លះអញ្ចឹងយើងមើលអរគ្នាទឹកមានភាវៈរុក្ខ3យ៉ាងនៅក្នុងធម្មជាតិគឺទី1ភាពរឹងយើងហៅថាទឹកកកបាទភាពរាវគឺយើងហៅថាទឹកសុទ្ធណាទឹកយើងផឹកហ្នឹងបាទហើយទី3ភាពជាឧស្ម័នហ្នឹងគឺចំហាយទឹកបាទណាអញ្ចឹងនៅក្នុងធម្មជាតិយើងទឹកមានភាវៈរុក្ខ3ទឹករឹងទឹករាវនិងជាឧស្ម័នបាទអញ្ចឹងមេរៀនយើងនៅក្នុងថ្ងៃនេះភាគទី2បានបញ្ចប់ត្រឹមនេះហើយសង្ឃឹមថាគ្នាយើងនឹងយល់ណាបាទសិនជាគ្នាយើងមានចម្ងល់អាច comment សួរបានអរគុណច្រើន